ấy cầm plugបញ្ជូនរលកសញ្ញាទៅកាន់ផ្កាយរណ្ដំអូឃើញហើយដែរទៅឆ្ងាយបែបប្រហែលជា1គីឡូដីហ៎ងប់ហើយ1គីឡូដីតាទៅរំទៅដល់ហ្នឹងជិត1ម៉ោងមកហើយអត់បាច់បារម្ភទេអានេះវាមាន GPS ហើយវាមាន AI គេហៅថា radar បញ្ជាដោយខ្លួនឯងស្វ័យប្រវត្តិដោយប្រព័ន្ធប្រតិបត្តិការ Android ហើយ Android នេះអីគេ Android នេះគឺជាប្រព័ន្ធប្រតិបត្តិការនៅលើទូរស័ព្ទដូចជា Samsung Vivo Oppo ហើយវាគឺជាគូប្រជែងជាមួយនឹង iOS របស់ iPhone ឬក៏ Apple ហ្នឹងមិនដែរតាទូកមកទេកំពុងកបោហើយអូទូកមកហើយឃើញឯងបោកបាត់អូយតាឡើយម៉េះទូកឥឡូវសើប្រើរ៉ាដាផ្កាយរណបទៀតសបាយនេះបើសិនជាយើងមិនចេះប្រើ AI ទេណា AI នឹងប្រើយើងវិញហើយវាទៅដើមការងាររបស់យើងមិនទៅហួសអញ្ចឹងតាក៏ភ័យវាទៅរកកន្លែងបោះនោះវិញទេព្រោះអីវាដំណើរការដោយប្រព័ន្ធ AI ចេញបណ្ដាយ 5.0 អូយស្អីក៏ AI ដែរឡូវ